ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនិយាយពីថៃឥឡូវហ្នឹងវាត្រៀមកម្លាំងគ្រប់ច្រកដោយព្រំដែនរបស់យើងវាត្រៀមសង្គ្រាមលើកទី3ទៀតលើកនេះវាចូលជ្រៅហើយបើសិនជាមានសង្គ្រាមម្ដងទៀតលើកទី3នេះវាចូលដល់ជ្រៅវាអាចចូលមកច្រើនគីឡូទៀតមកលើទឹកដីខ្មែរឈ្លានពានរបស់វានឹងគឺវាមិនឈប់ធ្វើការឈ្លានពានបច្ចតារបស់វាហើយខ្មែរយើងបើអត់មានដំណោះស្រាយទៅតុលាការអន្តរជាតិអត់មានអីទប់ជាមួយវាបានទេយើងអត់មានអីទៅទប់ទល់ជាមួយវាទេព្រោះចរិតដេរឆានរបស់ពួកថៃពួកសៀមនឹងវាមិនចោលចរិតទេវាធ្វើម៉េចឲ្យតែបានទឹកដីរបស់ខ្មែរសម្បីតែភូមិមាកំពុងវ័យវារាល់ថ្ងៃទូអាវុធក្បែរព្រំដែនហ្នឹងវាមិនต้องហ៊ានធ្វើអីភូមិមាផងវាសម្រុកមកតែខាងខ្មែរយើងដាក់ទ័ពដាក់សុភាវុធរថក្រោះយន្តហោះវាត្រៀមអស់ហើយនៅចាំតែបទបញ្ជាឱកាសណាមួយដែលវាត្រូវសង្គ្រោះមកលើប្រទេសរបស់យើងឈានពានបន្តអញ្ចឹងយើងពឹងផ្អែកទៅលើតុលាការអន្តរជាតិបើតុលាការអន្តរជាតិជួយយើងមានសង្ឃឹមនឹងអាចទប់ទល់បានតែបើថាគ្មានអ្នកណាគេជួយយើងទេយើងអត់មានអីទប់ទល់ជាមួយពួកអាចោឈានពានសៀមនឹងទេទឹកដីរបស់យើងមានតែវារុលចូលមកបន្តបន្ទាប់ទៀតឥឡូវហ្នឹងវាធ្វើដាក់លបងលួសបាំងកើស្អីវាធ្វើរឹងមាំរបស់វារាល់ថ្ងៃហ្នឹងនៅលើទឹកដីរបស់យើងអញ្ចឹងយើងមានតែពឹងទៅលើតុលាការអន្តរជាតិទេដែលគេអាចជួយយើងបានឲ្យវាដកថយទៅកន្លែងដើមដកចេញដកទ័ពដកសភាវុធចេញពីទឹកដីរបស់យើងបើយើងធ្វើតាមសុវត្ថិភាពរបស់យើងទប់វាអត់ជាប់ទេវាច្រើនណាស់ហ៊ានវាច្រើនសភាវុធវាច្រើនហើយល្បិចរបស់វាក៏ច្រើនទៀតវាលួចបាញ់លួចប្រហារកងទ័ពខ្មែរយើងវាគ្មានមនុស្សធម៌ក្នុងខ្លួនទេពួកអាស៊ានហ្នឹងឥឡូវហ្នឹងយើងមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេទៅមុខជាមួយរដ្ឋាភិបាលគាត់មានដំណោះស្រាយទៅអន្តរជាតិយ៉ាងម៉េចអានេះយើងតាមដានទាំងអស់គ្នាតែសូមឲ្យខ្មែរយើងសាមគ្គីគ្នាទើបខ្មែរយើងឈ្នះនៅអ្វីៗទាំងអស់បាទ